មិត្តភក្តិស្រណុករឹកប៉ុន្តែមិត្តល្អពិបាករកមានគោព្រៃនិងក្របីព្រៃរស់នៅរកស៊ីនៅក្នុងព្រៃជាមួយគ្នានៅលើវាស្មៅដ៏សែនខៀវខ្ចីហ្នឹងគឺមានគោព្រៃក្របីព្រៃហ្នឹងដែលជាអ្នកដូចជាអ្នកចិត្តខាងនឹងគ្នាអញ្ចឹងតែងតែរកស៊ីជារឿយធម្មតាប្រចាំថ្ងៃនៅលើវាស្មៅហ្នឹងតែដល់ថ្ងៃមួយសត្វគោព្រៃហ្នឹងដើររកស៊ីដាច់ពីក្របីព្រៃហ្នឹងតិចទៅស្ទើរតែមានសត្វខ្លាដ៏កាចសាហាវគឺជាសត្វដែលស៊ីសាច់ជាអាហារហ្នឹងស្ទុះមកចង់ស៊ីគោហ្នឹងអញ្ចឹងក៏ស្ទុះមកដេញទៅគោហ្នឹងក៏ចេះតែខំរត់គេចទៅដើម្បីរក្សាជីវិតរត់មកក៏មកដល់គៀកនឹងកន្លែងក្របីព្រៃដែរហ្នឹងទៅដល់ពេលក្របីព្រៃឃើញអញ្ចឹងគិតក្នុងចិត្តថាបើសិនជាទៅជួយគោព្រៃប្រហែលជាអាចជួយបានប៉ុន្តែខ្លួនឯងក៏អាចនឹងរងគ្រោះថ្នាក់ដែរក៏អាចនឹងរងរបួសដែរដល់ពេលអញ្ចឹងអត់ជួយធ្វើមិនដឹងទៅដល់ពេលធ្វើមិនដឹងគោព្រៃមិនដឹងធ្វើម៉េចមានតែជួយខ្លួនឯងអត្តាហេអត្តនោនាថោកោហេនាថោបារោសេយាហ្នឹងទៅអត្តនាហេសតន្តេអ្នកនាថាងលភតិទុលភាំងអីចឹងទៅគឺមានតែជួយខ្លួនឯងហ្នឹងគឺខំប្រឹងរត់ចុះរត់ឡើងតិចចុះតិចឡើងទៅក៏បានរួចជីវិតពីកញ្ញាំរបស់សត្វខ្លាហ្នឹងទៅហើយបន្ទាប់ពីរួចជីវិតចឹងហើយក៏មកជួបក្របីព្រៃហ្នឹងក៏ស៊ូទៅមើលក្របីព្រៃយើងហើយនឹងឯងគឺជាមិត្តភក្តិជាមួយគ្នាជាអ្នកចិត្តខាងជាមួយគ្នារកស៊ីជាមួយគ្នាចុះហេតុអ្វីនៅពេលដែលយើងមានគ្រោះថ្នាក់ហេតុអីក៏ឯងមិនជួយយើងផងដល់ពេលអញ្ចឹងក្របីព្រៃក៏ឆ្លើយថាឯងនិយាយត្រូវហើយយើងពិតជាអ្នកចិត្តខាងគ្នាមែនពិតជាមិត្តភក្តិមែនប៉ុន្តែយើងគ្រាន់តែជាមិត្តភក្តិធម្មតាតាមិនមែនមិត្តភក្តិស្លាប់រស់ជាមួយឯងណាអញ្ចឹងរឿងអីយើងទៅភ្លើទៅជួយឯងនៅតែងាប់ដល់ខ្លួនឯងទៅអញ្ចឹងរឿងហ្នឹងគឺខ្លីប៉ុណ្ណឹងទេប៉ុន្តែនៃអប់រំចង់ប្រាប់យើងថាមិត្តភក្តិស្រណុករឹកប៉ុន្តែមិត្តល្អពិបាករកគ្មានមិត្តសប្បុរសស៊ូនៅទំនេរមានន័យថាម៉េចមានន័យថាបើគ្មានមិត្តល្អទេទឹកចិត្តអត់មិត្តភក្តិល្អជាងអាហ្នឹងវាតើយើងចេះគិតអញ្ចឹងណាដោយក្រុមហើយគាត់ថាឃើញរឹកគេល្អទោះបីមានក្រយកគេជាញាតិមានថាបើរឹកគេល្អហើយទោះមានក្រយើងរាប់អានជាញាតិទៅមនុស្សយើងមិនមែនមានតម្លៃដោយសារតែមិត្តភក្តិជាអ្នកមានអ្នកបាននោះទេឬក៏ជាអ្នកហឺហាអ្នកលយអ្នកល្បីនោះទេប៉ុន្តែមានតម្លៃដោយសារតែមិត្តយើងគឺជាមនុស្សល្អដែលអាចជួយយើងបានមិត្តល្អនឹងល្អយ៉ាងម៉េចមិត្តល្អហ្នឹងគឺព្យាយាមប្រាប់យើងពីផ្លូវដែលទៅនរកហ្នឹងប្រាប់ថាកុំឲ្យដើរផ្លូវហ្នឹងវាទៅនរកគឺថាមិត្តល្អហ្នឹងគឺចង់ជួយអញ្ចឹងមកគឺចង់ជួយមិនចង់ឲ្យមិត្តហ្នឹងធ្លាក់នរកទេផ្លូវអបាយមុខផ្សេងឬក៏ផ្លូវទៅនរកផ្សេងហ្នឹងគឺមិត្តល្អហ្នឹងតែតែខាត់ហើយអាហ្នឹងហើយគេហៅមិត្តល្អមិនមែនមិត្តស្រាសមិត្តជុលកែវមិត្តបិយាអីហើយថាជាមិត្តដែរអាហ្នឹងគ្រាន់តែជាមិត្តប៉ុន្តែមិនមែនជាមិត្តគឺមិត្តមិនល្អទៅវិញដូច្នេះរស់នៅក្នុងសង្គមនេះវាតតែយើងចេះសម្លឹងដែរសម្លឹងថាណាជាមិត្តល្អណាមិនមែនជាមិត្តហើយបើសិនជាយើងមិនចេះសម្លឹងទេយើងធ្វើឲ្យបាត់បង់ឱកាសនោះហើយ